ចាបងប្អូនសួស្តីថ្ងៃនឹងខ្ញុំមកស្លប្រហើរតាពាំងណាចាដាក់សាច់ជ្រូកច្រាមហើយនឹងត្រីចាមានបងកំពឹសដែរបងប្អូនឆ្ងាញ់ណាបងប្អូនខ្ញុំដាក់បន្លែហ្នឹងចាមានតាពាំងហើយនឹងបន្លែផ្អែមបងប្អូនស្គាល់អត់បន្លែផ្អែមហ្នឹងអាហ្នឹងសម្រាប់ស្លតាពាំងអញ្ចឹងវាត្រូវខ្នួចគ្នាចាខានស្លយូរដែរបងប្អូនប្រហើរតាពាំងចាឥឡូវថ្ងៃហ្នឹងដូចចង់ហូបក៏ស្លហ្មងទៅបងប្អូនចាដាក់ម្ទេសមួយទៅបងប្អូនទៅឆ្ងាញ់ទៀតណាចាប្រហើរតាពាំងខ្ញុំរហដងបងប្អូនខ្ញុំដាក់ខ្ទិះដូងដែរចាប៉ុន្តែព្រឹកមិញហ្នឹងទៅសារហ្នឹងក៏ភ្លេចឡើងឆឹងភ្លេចនឹងខ្ទិះដូងហ្នឹងហ្មងចាក៏ខ្ញុំខ្ជិលទៅម្ដងទៀតក៏ស្លប្រហើរមិនបាច់ដាក់ខ្ទិះដូងទេបងប្អូនចាមិនបាច់ដាក់ក៏ឆ្ងាញ់ដែរដោយសារយើងមានសាច់ជ្រូក3ជាន់ច្រាមទៅយើងដាក់ជាមួយទៅវាធ្វើឲ្យបន្លែយើងទន់ត្រូវយើងទន់តាពាំងយើងទន់អញ្ចឹងវាឆ្ងាញ់ម្យ៉ាងដែរបងប្អូនចាអរគុណច្រើនបងប្អូន